Of course, during this time, we really appreciate for the Pastor Lin Nam's his great leadership. ដូច្នេះក៏យើងអរគុណទៅដល់លោកគ្រូលុនលឹមហើយនឹងក្រុមការងាររបស់គាត់នៅការដឹកនាំមួយដ៏ល្អ And I have to thank all the brothers and sisters here for your faithfulness and your dedication. ហើយអរគុណដល់បងប្អូនប្រុសស្រីអ្នកដឹកនាំនៅទីនេះដែលមានការស្មោះត្រង់នៅការលះបង់ជាច្រើនសម្រាប់ពួកជំនុំទីនេះ Without all of you, the River of Life Cambodia cannot be what we are today. បើសិនជាអត់មានលោកអ្នកបងប្អូនទាំងអស់គ្នាដែលស្មោះត្រង់នោះទេពួកជំនុំយើងក៏មិនអាចដើរមកដល់ថ្ងៃនេះបានដែរ Amen. Amen. Give yourself a សូមផ្ទះដៃឲ្យខ្លួនឯងមួយ But you know, many times we will only see what God has done. ជាច្រើនដងយើងតែងតែមើលឃើញថាពីអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង We are thankful for what God has been doing among us. យើងតែងតែអរគុណព្រះអង្គនៅអ្វីដែលព្រះតែងតែធ្វើនៅក្នុងកណ្ដាលចំណោមយើង Indeed, God has done great and mighty work. ជាការពិតព្រះអង្គបានធ្វើកិច្ចការងារដ៏ធំដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា But why? ប៉ុន្តែសំណួរសួរថាហេតុអី Why are God doing all of this? ហេតុអីបានជាព្រះអង្គធ្វើកិច្ចការងារទាំងអស់នេះឡើង In Ezekiel chapter 37, នៅក្នុងគម្ពីរអេសេគៀលជំពូកទី37 the angel led Ezekiel to see a vision. ដូច្នេះយើងឃើញថាទេវតាបាននាំលោកអេសេគៀលទៅមាននិមិត្តមួយ Ezekiel saw dry bone on a field. ដូច្នេះលោកអេសេគៀលក៏បានមើលឃើញនិមិត្តមួយគឺគេហៅថាឆ្អឹងដែលនៅទីវាលដែលស្ងួត It's a very despair situation. គឺជាស្ថានភាពមួយដ៏សោះកក្រោះដ៏ស្ងួតហួតហែង And the angel asked Ezekiel to prophesy. ហើយទេវតាបានប្រាប់ឲ្យលោកអេសេគៀលចាប់ផ្ដើមថ្លែងទំនាយចេញមក And the wind come from four corners. ហើយបន្ទាប់មកគេឃើញខ្យល់បានបក់មកគ្រប់ទាំងទិសទាំង4ជ្រុងមក And the wind come upon the dry bone. នៅពេលដែលខ្យល់នោះបានបក់បោកមកកាន់ទីគេហៅថាឆ្អឹងដែលស្ងួតនោះ And all the dry bone come alive. ហើយឆ្អឹងដែលស្ងួតនោះឯងក៏ចាប់ផ្ដើមមានជីវិតរស់ឡើង It's a great and mighty thing from God. គឺជាការអស្ចារ្យដែលព្រះទ្រង់រៀបចំធ្វើក្នុងស្ថានភាពនោះ To see a dry bone can come alive. ដើម្បីឲ្យមើលឃើញថាឆ្អឹងដែលស្ងួតត្រឡប់ទៅជាមានជីវិតរស់ឡើង It is exciting. នេះគឺជាការមួយរំភើបជាខ្លាំង But the question is still, why? ប៉ុន្តែសំណួរចង់សួរថាហេតុអីបានការនឹងកើតមានឡើង Why is God show His mercy to us? ហេតុអីបានជាព្រះអង្គបានផ្ដល់ក្តីមេត្តាករុណានេះមកកាន់ជីវិតយើងគ្រប់ Why គ្នា is God answering all our prayer? ហេតុអីបានជាព្រះអង្គបានឆ្លើយតបនឹងការអធិដ្ឋានរបស់ផងយើង Why is God continue guiding us through our life? ហើយហេតុអីបានព្រះអង្គនៅបន្តដឹកនាំជីវិតយើងក្នុងដំណើរជីវិតរបស់យើង Ezekiel chapter 37 verse 10 answered the question. ដូច្នេះនៅក្នុងគម្ពីរអេសេគៀលចំពុក39ខ9ដល់ខ10 Because God is going to raising up an army of God for His kingdom. ដោយសារតែព្រះអង្គជាព្រះទ្រង់នឹងរើសលើកទ័ពរបស់ផងព្រះអង្គសម្រាប់នគររបស់ផងព្រះអង្គ The reason that God chosen us. ហេតុផលដែលព្រះអង្គបានជ្រើសរើសយើងឡើង The reason that God guided us through our life. ហេតុផលដែលព្រះអង្គបានដឹកនាំជីវិតយើងពេញមួយជីវិតរបស់យើង The reason that God answer our prayer. ហេតុផលដែលព្រះអង្គបានឆ្លើយតបការអធិដ្ឋានរបស់យើង Then the reason God show His mercy upon us. ហើយហេតុផលដែលព្រះអង្គផ្ដល់មេត្តាករុណាសម្រាប់យើងទាំងអស់គ្នា Is for the reason that God is going to raise up an army for Himself. គឺជាហេតុផលតែមួយគត់គឺព្រះអង្គជាព្រះកំពុងតែជ្រើសរើសកងទ័ពរបស់ផងព្រះអង្គសម្រាប់ធ្វើកិច្ចការងារព្រះអង្គ And អេ you មែន and I are in the army. ដូច្នេះយើងលោកអ្នកបងប្អូនហើយនៅខ្ញុំគឺជាកងទ័ពរបស់ព្រះអង្គ Hallelujah. ហាឡេលូយ៉ា Hallelujah. ហាឡេលូយ៉ា So what kind of army God is raising up in the last days? ថាតើប្រភេទកងទ័ពបែបណាដែលព្រះអង្គបានជ្រើសរើសនៅថ្ងៃចុងក្រោយនោះ We can see there's a three kinds of army God is raising up. យើងឃើញមានកងទ័ព3ប្រភេទដែលព្រះអង្គជាព្រះទ្រង់នឹងរើសឡើងនឹងជ្រើសរើសឡើង First one is the army of praise. បាទទី1គឺជាកងទ័ពនៃការសរសើរ It's the army of praise. គឺជាកងទ័ពសម្រាប់ការសរសើរ Psalm 22 verse 3. បាទទំនុកដំកើងចំពុក22ខ3 It said our God is enthroned among the praise of Israel. ដូច្នេះព្រះដែលបានតាំងឡើងនៅក្នុងទំនុកសរសើររបស់ពួកអ៊ីស្រាអែល
Why is praising God so important? ហើយđâyបានជាយើងនិយាយថាការសរសើរព្រះអង្គមានសារៈសំខាន់ Let me tell you, praising God is not just singing song. ដូច្នេះខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនការសរសើរដំណឹងមិនមែនគ្រាន់តែច្រៀងចម្រៀង When ទេ we praise the Lord, ប៉ុន្តែនៅពេលយើងសរសើរព្រះអង្គ something's happening. មានអ្វីមួយនឹងកើតមានឡើង God is going to set up His throne among us. ដូច្នេះព្រះអង្គនឹងគង់នៅក្នុងបល្ល័ង្កនៅក្នុងកណ្ដាលចំណោមយើង When God's throne are manifested, នៅពេលគេហៅនៅពេលដែលដំណាក់របស់ព្រះអង្គត្រូវបានបើកសម្ដែង there ឡើង are two things going to happen. នោះការពីរនឹងកើតមានឡើង Number one, God is going to manifest His presence. បាទទី1គឺព្រះអង្គនឹងបើកសម្ដែងនៅវត្តមានរបស់ព្រះអង្គ Brothers and sisters, let me tell you that God's presence is not an abstract thinking. ដូច្នេះខ្ញុំចង់ឲ្យបងប្អូនគិតថាវត្តមានរបស់ព្រះអង្គមិនមែនជារឿងមួយមិនមែនជារឿងមួយផ្ទុយមិនមែនជារឿងមួយពិបាកនោះទេ The presence of God is something we can experience. ដូច្នេះវត្តមានរបស់ព្រះអង្គគឺជាអ្វីមួយដែលលោកអ្នកបងប្អូនអាចទទួលបានបទពិសោធន៍ប៉ះពាល់នៅក្នុងចិត្ត You know, just like wind, we cannot see wind, ដូច្នេះលោកអ្នកបងប្អូនដឹងហើយថាលោកអ្នកបងប្អូនមិនអាចមើលឃើញខ្យល់ទេមែនអត់ but we can experience the movement of the wind. ប៉ុន្តែយើងអាចមើលឃើញពីបទពិសោធន៍នៃខ្យល់ដែលបក់យើងអាចដឹងពីខ្យល់ដែលបក់ប៉ះយើង The same way we cannot see God, ដូចគ្នាផងដែរយើងមិនអាចមើលឃើញព្រះទេ but we can experience the presence of ប៉ុន្តែ God. យើងអាចទទួលបានបទពិសោធន៍នៃវត្តមានរបស់ព្រះប៉ះពាល់នៅក្នុងជីវិតរបស់ផងយើងជួយដាក់ដង្ហើមឲ្យតិចផង Amen. អេមែន In the early day church, ដូច្នេះក្នុងពួកជំនុំពីជំនាន់មុន the presence of God is so strong. ដូច្នេះប្រវត្តិមានរបស់ផងព្រះអង្គគឺពិតជាខ្លាំងក្លាខ្លាំងណាស់ That's why in Acts chapter 5, there's a story. ហើយដូច្នេះហើយបានជាក្នុងគម្ពីរកិច្ចការចំពុក5គឺមានសាច់រឿងមួយ There's a couple in the early day church. ហើយមានពួកជំនុំគេហៅថានៅក្នុងសម័យជាន់ដើម Their name is Ananias and Sapphira. មានប្តីប្រពន្ធពីរនាក់លោកអានេនីសនិងនាងសាភារ៉ា You know, when they become Christian, នៅពេលដែលគេចាប់ផ្ដើមខ្លាយជាអ្នកជឿព្រះគ្រីស្ទបរិស័ទ just like everybody else, ដូចជាលោកអ្នកបងប្អូនផ្សេងៗទៀតដែរ they sell everything they have គេចាប់ផ្ដើមលក់ទ្រព្យសម្បត្តិអ្វីៗដែលគេមាន and they bring it to the ហើយ church. គេបាននាំយកទ្រព្យសម្បត្តិយកមកកាន់ពួកជំនុំ In the early day church, there's everybody doing that. ដូច្នេះក្នុងសម័យពួកជំនុំជាន់មុនគេធ្វើអញ្ចឹងអសប្បាយខ្លាំងណាស់ They sell everything they have. គេបានលក់អ្វីៗដែលគេមាន They bring it to the church គេបាននាំយកមកកាន់ពួកជំនុំ and offering all to God. ហើយគេបានថ្វាយពួកទ្រព្យសម្បត្តិទាំងអស់ទៅកាន់ពួកជំនុំ They did the same thing. គេធ្វើដូចគ្នាដែរ They sell everything they have, តែគេលក់អ្វីផ្សេងៗដែលគេមាន but except ប៉ុន្តែលើកលែងតែមួយ they keep a little bit for ប៉ុន្តែ themselves. គេទុកខ្លះសម្រាប់ខ្លួនគេ They keep a little bit for បាទ themselves. គេទុកខ្លះទុកតិចតួចសម្រាប់ខ្លួនគេ And they said, we offer all to God. ហើយគេនិយាយប្រាប់ថាអូខ្ញុំបានថ្វាយព្រះអង្គអស់រលីងហើយគ្មានសល់អីទេអស់រលីងហើយ You know, actually, this is not a big deal in today's sense. តាមការពិតទៅវាអត់មានរឿងអីធំដុំទេនៅក្នុងសម័យបច្ចុប្បន្ននេះ Today we are all doing this, យើង right? ទាំងអស់គ្នាភាគច្រើនយើងធ្វើកិច្ចការងារនេះ So many times we say, oh Lord, we offer ourselves to you. ពេលខ្លះយើងតែនិយាយទៅកាន់ព្រះអង្គថាព្រះអង្គហើយកូនថ្វាយអ្វីៗទាំងអស់កូនថ្វាយអ្វីៗដល់ដាច់ដល់ព្រះអង្គហើយ But we'll keep a little bit for ប៉ុន្តែ ourselves. យើងទុកបន្តិចសម្រាប់ខ្លួនឯង Lord, we offer this to you. អូព្រះអង្គហើយកូនថ្វាយអានេះទាំងអស់ដាច់ដល់ព្រះអង្គគ្មានសល់ទេ we keep a little bit for ប៉ុន្តែ ourselves. យើងទុកលាក់ទុកខ្លះសម្រាប់ខ្លួន We ឯង did it all the time. ខ្ញុំតែតែធ្វើកិច្ចការងារនេះជារៀងរាល់ពេល But in early day church, ប៉ុន្តែនៅសម័យជាន់ពួកជំនុំជាន់ដើម the presence of God so strong ព្រះវត្តមានរបស់ព្រះអង្គខ្លាំងណាស់ that God will not even allow such a small sin to exist. ដូច្នេះព្រះអង្គមិនបានអនុញ្ញាតសូម្បីតែមានអំពើបាបតិចតួចនៅក្នុងជីវិតមនុស្សក៏ព្រះអង្គអនុញ្ញាតឲ្យមានដែរ And the Holy Spirit struck them. Both of them died before the ដូ Lord. ច្នេះយើងឃើញថាព្រះវិញ្ញាណព្រះអង្គធ្វើការភ្លាមអ្នកទាំងពីរទៅបានស្លាប់ភ្លាមដោយសារតែការកុហក You know, I always thank God. God does not do this thing too often. តែខ្ញុំអរគុណព្រះអង្គដែលព្រះអង្គអត់ត្រូវធ្វើការនឹងច្រើនចំពោះយើង Otherwise, we'll all die. បើមិនចឹងទេយើងស្លាប់អស់ហើយបាទព្រះអង្គធ្វើចឹងយើងស្លាប់អស់ហើយ But what I'm trying to say is the presence of God is so important. ដូច្នេះខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនថាប្រវត្តិមានផងព្រះអង្គគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ The early day church, the reason they grow so fast ពួកជំនុំជាន់ដើមដោយហេតុផលដែលគេរីកចម្រើនលឿនខ្លាំងនោះ is not because of the program. មិនមែនដោយសារតែកម្មវិធីទេ It's not because they have beautiful building. មិនមែនដោយសារតែគេមានអគារដ៏ស្រស់ស្អាតនោះទេ The reason the church grows so fast because the presence of God manifested. វត្តដោយសារពួកជំនុំរីកចម្រើនឡើងឆាប់រហ័សនោះដោយសារតែព្រះវត្តមានរបស់ព្រះអង្គបានបើកសម្ដែងចេញមក People come to church. មនុស្សគេចាប់ផ្ដើមមកពួកជំនុំ It's not because the pastor. មិនមែនដោយសារគ្រូគង្វាលនោះទេ It's not because of people. មិនមែនដោយសារតែមនុស្សផ្សេងៗ It's នោះ not ទេ because of the program. មិនមែនដោយសារតែគេមកដោយសារតែកម្មវិធី It's នោះទេ because God is here. ប៉ុន្តែដោយសារព្រះអង្គគង់នៅទីនេះអេមែន
Hallelujah. ហាឡេលូយ៉ា Because God is so real. ដោយសារតែព្រះអង្គគឺពិតប្រាកដ That's why people come. ហើយដូច្នេះបានជាគេមកដោយសារព្រះអង្គពិត I think when we worship and praise, នៅពេលដែលយើងសរសើរថ្វាយបង្គំព្រះអង្គ God will manifest His presence ព្រះអង្គ among នឹងបើក us. សម្ដែងនៅវត្តមានផងព្រះអង្គទៅកាន់មនុស្សគ្រប់គ្នា Secondly, God will manifest His power. ទីពីរគឺព្រះអង្គនឹងបើកសម្ដែងចេស្តារបស់ផងព្រះអង្គ And God will take us into the victory. ហើយព្រះអង្គនាំយើងទៅកាន់កន្លែងដែលជោគជ័យ When we sing and praise, នៅពេលយើងសរសើរនិងថ្វាយបង្គំព្រះអង្គ God will rise up and fight for us. ដូច្នេះព្រះអង្គនឹងក្រោកឡើងព្រះអង្គនឹងតយុទ្ធជំនួសយើង Remember in the Old Testament time, the King Jehoshaphat. យើងដឹងតែនៅក្នុងគម្ពីរសញ្ញាចាស់ស្ដេចឈ្មោះស្ដេចយេហូសាហ្វាត At that time, the enemy is surrounding the Israelites. នៅពេលនោះគឺទាហានសត្រូវគេបានហុំព័ទ្ធជុំវិញប្រទេសអ៊ីស្រាអែល And God gave King Jehoshaphat a strategy ហើយព្រះអង្គក៏បានផ្ដល់ឲ្យស្ដេចយេហូសាហ្វាតនឹងនៅយុទ្ធសាស្ត្រមួយ to ask all the choir to go before the army. ដើម្បីឲ្យអ្នកដែលសេនារបស់ផងព្រះអង្គទៅមុន You know, originally those people attending choir is because they don't want to go to the battle, you know. យើងឃើញអ្នកដែលចូលរួមគេហៅថាដំណើរជាមួយស្ដេចដោយសារតែគេអត់ចង់ទៅកន្លែងប្រយុទ្ធ But now they need to go in front of the army. ប៉ុន្តែគេថាចាត់ពួកគេឲ្យទៅមុខពួកកងទ័ព But the scripture said when they sing, ប៉ុន្តែព្រះគម្ពីរបាននិយាយប្រាប់ថានៅពេលដែលពួកគេចាប់ផ្ដើមច្រៀងភ្លាម hallelujah. ហាឡេលូយ៉ា When they sing, នៅពេលដែលពួកគេចាប់ផ្ដើមច្រៀង God sent a secret army. God sent an ambush to kill, destroy all the enemy. ដូច្នេះព្រះអង្គក៏បានចាប់បញ្ជូនភ្នាក់ងារសម្ងាត់ទៅការឲ្យសម្លាប់ពួកអ្នកសត្រូវទាំងអស់នោះចោល Hallelujah. ហាឡេលូយ៉ា Do you know there's a power in your singing? យើងដឹងដែរទេថាអំណាចមាននៅក្នុងការច្រៀងរបស់ផងយើងពេលដែលយើងសរសើរដំកើងព្រះអង្គយើងដឹងទេ Oh, so many times we come before the Lord, we thought we're just singing. ប្រហែលជាពេលខ្លះយើងមកកាន់ចំពោះព្រះអង្គយើងគិតថាអូគ្រាន់តែការច្រៀងលេងហ្នឹង No, when you worship, when you sing praise to God, there's power from ប៉ុ God. ន្តែបងប្អូនត្រូវតែចាំថានៅពេលលោកអ្នកបងប្អូនច្រៀងបងប្អូនសរសើរដំកើងព្រះអង្គគឺមានអំណាចចេស្តាព្រះអង្គនៅក្នុងបទចម្រៀងហ្នឹង God will send down the secret army to fight for ដូ you. ច្នេះព្រះអង្គនឹងបញ្ជូនកងទ័ពសម្ងាត់របស់ផងព្រះអង្គដើម្បីតយុទ្ធតប្រឆាំងជំនួសយើងពេលខ្លះយើងមិនបាច់ទៅប្រយុទ្ធទេ Amen. អេមែន Do you know God has a secret army prepared for you? យើងដឹងទេថាព្រះអង្គមានកងទ័ពសម្ងាត់ដែលរៀបចំសម្រាប់តយុទ្ធជំនួសយើងពេលដែលយើងមានបញ្ហា Maybe you say, how come I don't know? ហើយប្រហែលជាបងប្អូនថាមិនក៏ចង់មកដឹងអញ្ចឹងលោកគ្រូ Because you never really singing praise. ដោយសារតែលោកអ្នកបងប្អូនប្រហែលជាអត់បានទទួលការសរសើរថ្វាយបង្គំដ៏ពិតប្រាកដនៅក្នុងជីវិតយើង When you praise God with all your heart, all your mind. នៅពេលដែលយើងសរសើរដំកើងព្រះអង្គអស់ពីដួងចិត្តអស់ពីព្រលឹងអស់ពីគំនិតរបស់យើង When you believe, lift up Christ as a King and Lord in នៅ your ពេលដែល life. យើងលើកព្រះនាមព្រះអង្គធ្វើជាព្រះអង្គម្ចាស់ជាស្ដេចនៃយើងគ្រប់គ្នានោះ God will send down a secret army to fight for ព្រះ you. អង្គនឹងចាត់បញ្ជូនកងទ័ពសម្ងាត់របស់ផងព្រះអង្គដើម្បីតយុទ្ធជំនួសយើងពេលដែលយើងជួបនឹងសត្រូវ Amen. អេមែន One time there's a mission team, you know, they went to Mount Himalayas to visit the village. ថ្ងៃមួយនៅពេលដែលមានបេសកជនដែលគាត់ធ្វើដំណើរទៅកាន់តំបន់ភ្នំហេម៉ាឡៃ They just want to passing gospel tract to the villagers. ហើយពួកគេគ្រាន់តែចែកចាយខិត្តប័ណ្ណទៅកាន់ទៅតាមភូមិពេលដែលបេសកជននាំក្រុមចូលមកគេចែកខិត្តប័ណ្ណតាមភូមិ But one by one, the villagers reject them. តែម្ដងមួយទៅពេលទៅចែកខិត្តប័ណ្ណអ្នកនៅភូមិគេបដិសេធគេអត់ទទួលយ They ក close the door. They will not receive them. គេចាប់ផ្ដើមបិទទ្វារគេអត់ចង់ទទួលខិត្តប័ណ្ណគេអត់ចង់ទទួលខិត្តប័ណ្ណផ្សាយដំណឹងល្អទេ So at the end of the day, they need to go back to where they live. ប៉ុន្តែនៅចុងបញ្ចប់នៅបេសកជននៅពេលល្ងាចឡើងគេចាប់ផ្ដើមត្រឡប់ទៅកន្លែងរស់នៅវិញ So the mission team gather together. ហើយបេសកជនគេនាំគ្នាក្រុមធីមរបស់គេហ្នឹងគេជួបជុំគ្នា It seems like it's very difficult to preach the gospel. ហើយគេហាក់ដូចជាពិបាកម៉េចភូមិនេះពិបាកផ្សាយដំណឹងល្អពិបាកចូលទៅផ្សាយដំណឹង So ល្អ the ម៉េច whole evening they just worship and praise. អញ្ចឹងនៅក្នុងព្រឹកមួយគេចាប់ផ្ដើមអត់ទៅណាគេចាប់ផ្ដើមថ្វាយបង្គំព្រះអង្គច្រៀងសរសើរ They ដំ lift កើងព្រះ up អង្គ Jesus Christ. គេលើកព្រះនាមព្រះអង្គខ្ពស់ឡើងគេច្រៀងសរសើរ And they ដំកើងព្រះអង្គ proclaim Jesus Christ is the Lord of this village. ហើយគេចាប់ផ្ដើមប្រកាសថាព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាស្ដេចនៅក្នុងភូមិនេះទាំងមូល They worship and pray for the whole គេ night. សរសើរថ្វាយបង្គំព្រះអង្គអស់សឹងតែមួយយប់ In the early morning, they heard somebody knocking ហើយ their គេព្រឹកព្រ door. លឹមស្រាងមក
គេចាប់ផ្ដើមមានឮសូរសំឡេងមានគេមកគោះទ្វារ When they open the door, នៅពេលគេចាប់ផ្ដើមបើកទ្វារភ្លាម oh, the whole village, the people from whole village line up before them. យើងឃើញអ្នកស្រុកអ្នកភូមិសម្រាប់ដឹងមូលហេតុអីស្រាប់តែនាំគ្នាមកគោះទ្វារនាំគ្នាតម្រង់ជួមចូលមក One by one, come and tell them. ម្ដងមួយក៏បានចូលមកកាន់ក្រុមបេសកជនហ្នឹង Last night when we sleep, គេចាប់ផ្ដើមនិយាយប្រាប់ថាយប់មិញនៅពេលដែលយើងកំពុងគេងនៅពេលយប់ Jesus appeared in our dream. ព្រះយេស៊ូវបានលេចឲ្យគេមើលឃើញនៅក្នុងសុបិននិមិត្តរបស់ផងគេ Tell us to come to you this morning. បានប្រាប់ពួកយើងដើម្បីឲ្យមកជួបអ្នកឯងនៅព្រឹកនេះ He said, you will have the answer for our life. ហើយព្រះនោះឯងប្រាប់ថាអ្នកនងនឹងមានចម្លើយសម្រាប់ជីវិតរបស់ពួកយើង Hallelujah. Hallelujah. Glory to ស្វាយ God. ជឿដល់ព្រះនៃយើង Glory to តែសា God. ពួកអាមែនហាសរសើរដំកើងព្រះអង្គ When we sing praise, នៅពេលយើងសរសើរហើយថ្វាយបង្គំព្រះអង្គ God will send his angel to fight for ព្រះ us. អង្គនឹងចាត់បញ្ជូនទ័ពសម្ងាត់របស់ផងព្រះអង្គនឹងតយុទ្ធប្រឆាំងជំនួសយើង There's a tremendous power in praising the Lord. នេះគឺជាអំណាចចេស្តាដ៏អស្ចារ្យដែលព្រះអង្គបានធ្វើបច្ចេស្តាព្រះអង្គគឺអស្ចារ្យ That's why in the last days, God is raising up the army of praise. ហើយដូច្នេះហើយបាននៅថ្ងៃចុងក្រោយព្រះអង្គនឹងជ្រើសរើសនៅកងទ័ពនៃការសរសើររបស់ព្រះអង្គឡើង Secondly, in the last day, God can raise up an army of prayer. ហើយចំណុចទី2ធំគឺព្រះអង្គនឹងជ្រើសរើសកងទ័ពនៃការអធិដ្ឋាន Hallelujah. ហាឡេលូយ៉ា Brothers and sisters, prayer is so important in our life. ដូច្នេះការអធិដ្ឋានគឺជារឿងមួយសំខាន់ណាស់នៅក្នុងជីវិតរបស់យើងគ្រប់គ្នា Because the first of all, prayer is the key for the spiritual battle. ពីព្រោះហើយសេចក្តីអធិដ្ឋានគឺជាកូនសោមួយដែលនាំឲ្យមានជោគជ័យខាងឯព្រលឹងវិញ្ញាណរបស់យើង So that we can experience a victory in Christ. ដើម្បីឲ្យយើងទទួលបាននៅបទពិសោធន៍ភាពជោគជ័យនៅក្នុងជីវិតរបស់យើង Through prayer, we can experience the power of God. តាមរយៈនៃការអធិដ្ឋាននេះយើងនឹងទទួលបទពិសោធន៍នៃអំណាចចេស្តារបស់ផងព្រះអង្គនៅក្នុងជីវិតរបស់យើង Remember in the Old Testament time, យើងចងចាំទេនៅក្នុងគម្ពីរសញ្ញាចាស់ there's a time that Israelite people fighting against Amalekite. ដូច្នេះនៅសាច់រឿងមួយដែលជនជាតិអ៊ីស្រាអែលវាយជាមួយនឹងជនជាតិម៉ាឡាកាយ At that time, Joshua is fighting the Amalekite in the valley. នៅពេលនោះឯងយូស្វេក៏បានធ្វើតយុទ្ធជាមួយនឹងជនជាតិម៉ាឡាកាយនៅក្នុងជ្រៅនៅក្នុងជ្រលងភ្នំ And Moses took the staff, go up to the mountain ហើយ top. ហើយលោកម៉ូសេក៏បានយកដំបងមួយកាន់ទៅឡើងទៅលើកំពូលភ្នំ What was Moses doing on the mountain ហេតុ top? អីតើលោកម៉ូសេកំពុងធ្វើអីនៅលើកំពូលភ្នំហ្នឹង Let me tell you, if you're just watching the battle from the mountain top, បងប្អូនខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនថានៅពេលដែលយើងសម្លឹងមើលការតយុទ្ធធ្វើសង្គ្រាមយើងសម្លឹងមើលពីកំពូលភ្នំទៅ it would be very worrisome. យើងនឹងមើលឃើញអំពីភាពភ័យខ្លាចជាច្រើន You're just watching from the mountain top. នៅពេលដែលយើងចាប់ផ្ដើមសម្លឹងមើលពីលើកំពូលភ្នំទៅ Because at that time, you don't have cell phone, ពីព្រោះពេលហ្នឹងយើងអត់មានទូរស័ព្ទទំនាក់ទំនងគ្នាទេ no walkie-talkie. អត់មានwalkie talkie អីកូនទេ When you see the enemy going from behind, នៅពេលដែលយើងមើលឃើញសត្រូវកំពុងតែមកហុំព័ទ្ធពីខាងក្រៅមកព័ទ្ធជុំវិញយើង you just cannot communicate. យើងមិនអាចប្រស័យទំនាក់ទំនងបានទេគេកំពុងតែមក Joshua, the enemy come from អូ behind. យូស្វេឥឡូវនេះសត្រូវកំពុងហុំព័ទ្ធឯងពីក្រោយហើយធ្វើម៉េចទៅ If you're just watching, that's very worrisome. បើសិនជាយើងគ្រាន់តែសម្លឹងមើលយើងភ័យញ័រណាស់ Today, many times we see what happened in the world. សប្តាហ៍ថ្ងៃនេះយើងឃើញជាច្រើនដងគឺមានរឿងជាច្រើនកើតឡើងមើលពីពេញពិភព We លោក see នេះ how the enemy are taking away our next generation from the church. យើងឃើញសត្រូវសាតាំងរបស់យើងតែងតែធ្វើទំនាក់ទំនងជាមួយយុវជនជាមួយមនុស្សជាច្រើនបានទាញពួកគេចេញពីពួកជំនុំ Today, many times we see the crime is rising up in our community. យើងឃើញពេលខ្លះយើងឃើញមានបទអ ுக ្រិតកម្មអ ுக ្រិតជនកើតមានឡើងនៅក្នុងសហគមន៍របស់យើ So ង many times we see all of these things happen. We are worrisome. ពេលខ្លះយើងចាប់ផ្ដើមឃើញការអាក្រក់ព្រឹត្តិការណ៍អាក្រក់កើតមានឡើងនៅក្នុងសហគមន៍យើងឬនៅក្នុងជុំវិញជីវិតរបស់ផងយើងចាប់ផ្ដើមមានការភ័យខ្លាច We don't know what to do. យើងអត់ដឹងថាត្រូវធ្វើអីនោះទេ But let me tell you, Moses did not just watching the battle from the mountain top. ប៉ុន្តែខ្ញុំសូមប្រាប់លោកអ្នកបងប្អូនថាលោកម៉ូសេគាត់អត់បានគ្រាន់តែសម្លឹងមើលពីលើភ្នំនោះទេ Moses is praying. លោកម៉ូសេក៏ចាប់ផ្ដើមសរសើរ Hallelujah. ហាឡេលូយ៉ា The scripture says every time Moses raises up praying, ជារៀងរាល់ពេលប្រយុទ្ធគ្នាលោកម៉ូសេក៏ចាប់ផ្ដើមលើកដំបងឡើង Israel people is winning.
ជាពេលគាត់លើកដៃឡើងលើកដំបងឡើងជនជាតិអ៊ីស្រាអែលមានជ័យជំនះនៅក្នុងសមរ Every ភូមិ time he feel tired and lower his hand, នៅពេលដែលគាត់ចាប់ដើមអស់កម្លាំងគាត់ធ្លាក់ដៃចុះវាធ្វើឲ្យគាត់ថយ Israel people are losing. ជនជាតិអ៊ីស្រាអែលចាប់ដើមចាញ់ He's raising up his hand នៅពេលដែល again. គាត់ចាប់ដើមលើកដៃឡើងវិញទៀត Israel is winning. ជនជាតិអ៊ីស្រាអែលចាប់ដើមមាន He ជ័យជំ lower នះ his hand នៅពេលដែល again. គាត់អស់កម្លាំងទុនដៃ Israel people are losing. ជនជាតិអ៊ីស្រាអែលចាញ់ទៀត Many times I thought if we make a movie out of this, it would be very interesting. ខ្ញុំគិតថាបើសិនជាយើងអានឹងថតជាខ្សែវីដេអូវិញមិនដឹងថាគួរឲ្យល្អមើលយ៉ាងណាទេលើកដៃឡើងឈ្នះដាក់ដៃចុះចាញ់ Every time Moses raising his hand, នៅពេលដែលរៀងរាល់ពេលគាត់លើកដៃឡើង oh, Israel people winning. អូជនជាតិអ៊ីស្រាអែលអូគឺឈ្នះបាក់ទឹកបាក់ដីឈ្នះ He lower his hand. នៅពេលដែលចាប់ដើមធ្លាក់ដៃចុះ Israel people all losing. បាទជនជាតិអ៊ីស្រាអែលចាប់ដើមចាញ់ទៅថយទៅបន្ទាប់គេដេញមកវិញ Lift his hand again. នៅពេលដែលលើកដៃឡើង Winning. បាទគាត់មានជ័យជំនះបន្ទាប់គាត់ចាប់ដើមរុកទៅមុខទៅមុខ Lower hand again. អូបាទដៃលើកចុះលើក Oh, ឡើង losing. អូធ្លាក់ដៃចុះចាញ់ទៀត The whole movie will be whoa. បាទខ្សែភាពយន្តមកយើងថតទៅថាចាប់ដើមទៅមក Hey, many times we just like this, isn't it? ជាច្រើនដងជីវិតយើងប្រហែលជាជួបអញ្ចឹង Our spiritual life just like this. ជីវិតរបស់ផងយើងខាងវិញ្ញាណយើងប្រហែលជា Up and down. ចុះ Up ឡើង and ចុះ down. ឡើងខ្លាំងខ្សោយពេញដោយវិញ្ញាណអស់វិញ្ញាណលីងពេញដោយវិញ្ញាណ Our church situation is just like this, isn't it? ពេលខ្លះពួកជំនុំយើងប្រហែលជាហាក់ដូចជាអញ្ចឹង Our church is up and down. ពេល Up ខ្លះពួក and ជំនុំពេលណា down. ឆេះជួស្រឡាញ់ព្រះអង្គខ្លាំងនៅពេលណាយើងដាប់ធ្លាក់បាត់លែងនឹកឃើញព្រះអង្គអីចឹងទៅ Why? ហេតុអី Because no matter how strong Moses is, សូម្បីទោះបីជាលោកម៉ូសេខ្លាំងរឹងមាំយ៉ាងណាក៏ដោយ he has a time of weakness. ប៉ុន្តែគាត់ក៏មានពេលវេលាដែលគាត់ខ្សោយដែរ You cannot just depend few people's prayer. យើងដូច្នេះយើងមិនអាចពឹងអាស្រ័យទៅលើមនុស្សពីរបីនាក់អធិដ្ឋាននោះទេ You need to everyone in the church to rise up to pray. ដូច្នេះយើងត្រូវឲ្យគ្រប់គ្នានៅក្នុងពួកជំនុំចេះអធិដ្ឋានទាំងអស់គ្នាឡើង That's why, at the end, Moses lifted his hand. His assistant helping him. យើងឃើញនៅក្នុងពេលគាត់លើកដៃគាត់ក៏មានត្រូវការអ្នកជំនួយដើម្បីជួយលើកដៃគាត់ដែរ Continue to lift his both hands ដើម្បីបន្តលើកដៃគាត់ទាំងពីរឡើងដើម្បីកុំឲ្យចាញ់គេ until the enemy total defeated. រហូតដល់សត្រូវរបស់ផងគាត់ត្រូវបានចុះចាញ់ទាំងស្រុង Today we cannot just rely few people to pray in ដូ the ច្នេះ church. សប្តាហ៍ថ្ងៃនេះយើងមិនអាចពឹងអាស្រ័យទៅលើមនុស្សតែពីរបីនាក់អធិដ្ឋាននោះអត់ទាន់គ្រប់គ្រាន់ទេ We need to everyone to rise up and pray. ដូច្នេះយើងត្រូវឲ្យគ្រប់គ្នានៅក្នុងពួកជំនុំត្រូវងើបឡើងដើម្បីអធិដ្ឋាន And together we can experience the victory in Christ. ដូច្នេះយើងនឹងទាំងអស់គ្នាយើងទទួលបានបទពិសោធន៍នៃភាពជោគជ័យទាំងអស់គ្នានៅក្នុងពួកជំនុំបង Amen. អេមែន Secondly, prayer can open the spiritual heaven. ដូច្នេះយើងចំណុចទី2គឺគេហៅថាការអធិដ្ឋានចំណុចទី2តូចការអធិដ្ឋាននាំឲ្យទ្វារឋានសួគ៌ត្រូវបានបើកចំហ Today many times in the church we desire for the revival to come, isn't ដូ it? ច្នេះនៅក្នុងពួកជំនុំយើងដឹងហើយថាពួកជំនុំតែងតែចង់បានការផុសផុលត្រឡប់ឡើងវិញឲ្យមានការផុសផុលឡើងវិញឆេះឈួរឡើងវិញ Every time we cry out to God, យើងជារៀងរាល់ពេលយើងស្រែកអំពាវនាវយំទៅកាន់ព្រះអង្គ send down your តែព្រះ revival. អង្គឲ្យសូមចាត់បញ្ជូនឲ្យមានភ្លើងឆេះឈួរឡើងវិញមក Let me tell you, in order for the revival to come upon us, the spiritual heaven has to be open. ដូច្នេះខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនដើម្បីឲ្យវិញ្ញាណព្រះអង្គដើម្បីបើកសម្ដែងនៅក្នុងជីវិតរបស់យើងត្រូវតែឋានសួគ៌ត្រូវតែបើកចំហ So that God can send down this Holy Spirit upon us. ដើម្បីឲ្យព្រះអង្គចាត់បញ្ជូនព្រះវិញ្ញាណមកផងព្រះអង្គមកសន្ធិដ្ឋលើជីវិតរបស់យើងរាល់គ្នា Jesus promised us ដូច្នេះព្រះយេស៊ូវបានសន្យាជាមួយយើង in John chapter 1 verses 51. ក្នុងគម្ពីរយូហានជំពូក1ខ51 Jesus said, surely I said to you, ហើយព្រះយេស៊ូវបានមានប្រាប់បន្ទូលថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថា you shall see heaven open. អ្នករាល់គ្នានឹងឃើញមេឃបើកចំហ Hallelujah. ហាឡេលូយ៉ា Jesus is not talking about the second coming. No. ដូច្នេះព្រះយេស៊ូវអត់មានបន្ទូលអំពីការយាងមកលើកទី2នៅឡើយទេ Jesus talking something will happen now. ព្រះយេស៊ូវមានបន្ទូលថាអ្វីនឹងកើតឡើងមានឡើងនៅក្នុងពេលឥឡូវនេះ This is the promise we can experience in our current នេះ time. គឺជាបទពិសោធន៍ដែលយើងត្រូវទទួលនៅក្នុងពេលបច្ចុប្បន្ននេះ Brothers and sisters, if Jesus promised that we shall see heaven open, ដូច្នេះបងប្អូនអើយបើសិនជាព្រះអង្គសន្យាថាអ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហឡើងនោះ then we shall hold on to God's promise. ដូច្នេះយើងត្រូវតែទទួលយក
នៅសេចក្តីសន្យាដែលព្រះអង្គទ្រង់នឹងសន្យា And សម្រាប់យើង cry out to ហើយ God. ស្រែកយំអំពាវនាវទៅកាន់ព្រះអង្គ God, we want to see heaven ដូ open. ច្នេះព្រះអង្គឲ្យកូនចង់ឃើញឋានសួគ៌ចង់ឃើញផ្ទៃមេឃបើកចំហឡើង We need to continue to pray and pray and pray ដើម្បីឲ្យយើងបន្តការអធិដ្ឋានសរសើរព្រះអង្គសរសើរហើយសរសើរទៀត until the spiritual heaven open. រហូតទៅដល់វិញ្ញាណនៃឋានសួគ៌ព្រះអង្គត្រូវបានបើកចំហ Amen. អេមែន During the Argentina revival, នៅក្នុងការផុសផុលនៅក្នុងប្រទេសអាសង់ទីន there's a young man called Claudio. មានបរិសម្នាក់ឈ្មោះ Cordial He just graduated from seminary. ហើយគាត់បានរៀនចប់វគ្គនៅសាលាគម្ពីរ And he's a great desire to preach the ហើយ gospel. គាត់មានបំណងចិត្តជាខ្លាំងចង់ទៅចេញទៅផ្សាយដំណឹងល្អ So he rented a place គាត់ក៏បានជួលកន្លែងមួយ for 90 days. សម្រាប់ 90. សម្រាប់90ថ្ងៃធ្វើ90ថ្ងៃ He មក want to have a 90 days crusade. គាត់ចង់ធ្វើគេហៅថាការផ្សាយដំណឹងល្អ90ថ្ងៃមិនមែនតែ3ថ្ងៃ90ថ្ងៃ A young man, young graduate. បាទបរិះដល់វ័យក្មេងទើបតែរៀនចប់ចេញពីសាលាគម្ពីរ So គាត់ every morning he went out passing gospel tract. រៀងរាល់ព្រឹកគាត់បានចាប់ផ្ដើមយកខត្តប័ណ្ណចែករៀងរាល់ព្រឹកទៅកាន់ He said, come. Tonight we have gospel គាត់ថាអូសុំ message. ជួយមកយប់ហ្នឹងយើងមានកម្មវិធីនៅកន្លែងយើង But somehow nobody interested. ប៉ុន្តែចែកទៅអត់មានអ្នកគេចាប់អារម្មណ៍សោះ Every night there's only 4 elderly people sitting បាទ in the រៀង front. រាល់យប់គឺមានតែមនុស្សប្រហែលជា4គេចាស់ទុំ4នាក់ទេមកអង្គុយនៅខាងមុខហ្នឹង No matter how he invite people to come. ទោះបីខំអញ្ជើញគេយ៉ាងណាក៏ដោយគឺគេអត់មក Every night same old 4 person in ដូច្ there. នេះរៀងរាល់យប់គឺឃើញតែ4នាក់ចាស់ទុំ4នាក់ហ្នឹងអង្គុយ So he's very frustrated. គាត់មានការបាក់ទឹកចិត្តមែនតើ He asked his friend, គាត់ក៏បានសួរមិត្តសម្លាញ់ is គាត់ there's any good method to preach the បើ gospel? មានវិធីណាដែលល្អជាងហ្នឹងដើម្បីផ្សាយដំណឹងល្អដែរទេបងប្រុសបងប្រុស Some people suggest to him, មានមនុស្សខ្លះជួយប្រាប់គាត់ថាអញ្ចឹង you can rent a gospel movie. អូយើងអាចជួលគេហៅថាខ្សែភាពយន្តដំណឹងល្អ People loves to watch a នោះ movie. គេចូលចិត្តមើលខ្សែភាពយន្ត I said, okay. អូថាអូអត់អីទេអញ្ចឹង So he rent a gospel movie. គាត់ក៏ចាប់ផ្ដើមជួលកន្លែងប្រចាំកុន And then that day he went out to passing gospel tract. ហើយថ្ងៃមួយគាត់ទៅចាប់ផ្ដើមយកខិតបានទៅចែកទៅតាមភូមិទៀតណា He said, come. គាត់ថាមកចូលរួម Tonight we have a gospel បាទថ្ងៃ movie. យប់ហ្នឹងយើងនឹងមានកម្មវិធីវីដេអូចាក់បង្ហាញវីដេអូនៃដំណឹងល្អ Oh, that nice. So many people come. អូចាប់ផ្ដើមគ្រាន់ថាគ្រាន់តែយប់ហ្នឹងភ្លាមគ្រាន់តែមានកម្មវិធីហ្នឹងមានមនុស្សមកឡើងពេញកន្លែង It's full house. បាទក្នុងផ្ទះកន្លែងប្រចាំខំ He's ពេញ so excited. គាត់រំភើបចិត្តមែនតើ This is harvest time. គាត់ថាអូ Harvest គឺជា time. ពេលវេលាដែលត្រូវច្រូតជាចម្រោតដែលត្រូវច្រូត So it's very exciting. គេចាប់ផ្ដើមរំភើបមែនតើ At the end of the movie, ហើយនៅចុងបញ្ចប់នៃខ្សែភាពយន្តប្រចាំងចប់ so ភ្លាម they came up to the stage គាត់ក៏ចាប់ផ្ដើមឡើងមកលើឆាក to take away the screen, ដើម្បីដកអា screen ហ្នឹងចេញ to put the pulpit back to the stage, ដើម្បីដាក់គេថាតុកអធិប្បាយមក and they to prepare everything. ហើយចាប់រៀបចំអីស្រួលជាស្រេច And then he come to the stage ហើយគាត់ចាប់ផ្ដើមឡើងមកលើឆាកភ្លាម and realize everybody gone ហើយ already. គាត់ឡើងគាត់ដល់ស្រួលនាំគ្នារត់ចេញទៅ Everybody អស់ gone already. នាំគ្នារត់ចេញទៅអស់ Only 4 elderly people មាន still តែ sitting in the ចាស់ទុំ front. 4នាក់នៅខាងមុខដដែល I said, oh no, ទៅថាមិនចឹង how come everybody gone? មិនបានគ្រប់គ្នាគាត់ខ្ញុំឡើងពឹបនាំគ្នារត់ចេញអស់ចឹង So he told his coworker, គាត់ចាប់ផ្ដើមអធិដ្ឋានក្រុមការងារប្រាប់ក្រុមការងារគាត់ tomorrow អូខេថ្ងៃស្អែក we're going to rent another movie. យើងនឹងជួលខ្សែភាពយន្តមកឈុតទៀត But tomorrow បាទថ្ងៃស្អែក we need to be fast. យើងត្រូវតែឲ្យលឿនបន្តិច Fast. ឲ្យលឿនបន្តិចណាកុំយឺត So the next day he ran another movie. នៅពេលដែលថ្ងៃបន្ទាប់គាត់ជួលខ្សែភាពយន្តមកទៀត He went out inviting people, come, គាត់ come, we have movie to គេមក watch. ទៀតយើងមានខ្សែភាពយន្តចាក់ឲ្យមើលទៀត That night, full house. បាទយប់ហ្នឹងចាប់ផ្ដើមមកពេញណែនទៀត Oh, all the coworkers, they're ready. បាទពួកគេខាងគេត្រៀមខ្លួនឲ្យស្រេចក្រុមការងារ They are ready. គេចាប់ផ្ដើមត្រៀមខ្លួន Once the movie ended, នៅពេលដែលខ្សែភាពយន្តចាប់ផ្ដើមប្រចាំងចប់ភ្លាម they all jumped to the stage. ពួកគេចាប់ផ្ដើមរត់ឡើងលើឆាកភ្លាម Take មក away the screen. ដក screen ចេញឲ្យលឿន Put back the ដាក់ pulpit. តុកដាក់អីមកមើល And he jumped to the គាត់ stage. ចាប់ផ្ដើមឡើងមកដល់លើឆាកភ្លាម When people saw he jumped to the ដល់ពេល stage, គេចាប់ផ្ដើមរត់គាត់ឃើញគាត់ឡើងមកលើឆាកលឿន people running ចាប់ out ផ្ដើម even រត់ faster. ហត់លឿនដែរហត់ចេញទៅក្រៅលឿនដែរបាទអស់អាលីង At the end, everybody gone. បាទចង់មកចាប់ទៅបាត់អស់ទៀត Still, the 4 elderly people បាទ still នៅ sit in តែ the front. ចាស់ទុំ4នាក់ដដែលនៅអង្គុយនៅហ្នឹង He said, oh no. ហើយគាត់ថាអូធ្វើមិនទៅចឹង
That night he come before the Lord. យប់ហ្នឹងក៏ចាប់ផ្ដើមមកចំពោះព្រះអង្គក៏សួរព្រះអង្គ He said, God, ក៏ថាព្រះអង្គអើយ why is preaching gospel so ហេតុ difficult? អីព្រះអង្គឲ្យបានជាការផ្សាយដំណឹងល្អលំបាកម៉េះ And God answered him, ហើយព្រះអង្គចាប់ឆ្លើយតបការអធិដ្ឋាន because the spiritual heaven is not open. គាត់ថាដោយសារតែគេហៅថាផ្ទៃមេឃឋានសួគ៌អត់ទាន់បានបើកចំហឲ្យអ្នកនៅឡើយ You need to pray. អ្នកត្រូវការអធិដ្ឋានសិន From that day on, ចាប់ផ្ដើមពីថ្ងៃហ្នឹងមក he and his team continue to pray for the revival គា for ត់នឹងក្រុម Argentina. ការងារគាត់ចាប់ផ្ដើមប្រឹងអធិដ្ឋានសម្រាប់ប្រទេសអា They សង់ទីន pray and pray and គេ pray. សឹកអធិដ្ឋានអធិដ្ឋានអធិដ្ឋាន Finally, revival come to Argentina. រំពេចនោះឯងក៏ការផុសផុលមនុស្សចូលចិត្តមនុស្សផុសផុលកើតមាននៅក្នុងប្រទេសអាសង់ទី And ន his church begin to grow. ហើយពួកជំនុំគាត់ចាប់ផ្ដើមរីកចម្រើនច្រើនទៅ Right now, his church has a member of 200,000 people. ដូច្នេះឥឡូវនេះពួកជំនុំគាត់មានសមាជិកចំនួន 20,000 នាក់នៅក្នុងពួកជំនុំ Glory to គាត់ God. សូមថ្វាយសរសើរដល់ព្រះនៃយើងអាមែន Hallelujah. ហាឡេលូយ៉ា God is raising an army of prayer in the last days. ដូច្នេះនៅថ្ងៃចុងក្រោយព្រះអង្គនឹងជ្រើសរើសកងទ័ពនៃការអធិដ្ឋានឲ្យមានយ៉ាងច្រើន Finally, God is raising up the army of mission. ចុងក្រោយចំណុចទី3គឺព្រះអង្គជ្រើសរើសកងទ័ពនៃបេសកកម្ម Because God has given the church a great commission. ដោយសារតែព្រះអង្គបានប្រទានដល់ពួកជំនុំនៅមហាបេសកកម្ម We need to go and preach the gospel to all nations. មហាបេសកកម្មហ្នឹងកាយគឺការចូលចេញទៅនៅគ្រប់ទាំងសាសទាំងអស់ We need to understand this great commission has its urgency. ដូច្នេះយើងទៅតែយល់ថាមហាបេសកកម្មនេះគឺជារឿងមិនទាន់មិនមែនរឿងទុកចោលនោះទេ That's why Jesus said in John chapter 4 verse 35. ហើយដូច្នេះបានជាលោកយូហាននៅក្នុងគម្ពីរយូហានចំពុក4ខ35បានចែងថា Jesus said, didn't you say there's still 4 more months until the harvest time? ដូច្នេះតើអ្នករាល់គ្នាមិនថានៅ4ខែទៀតទើបដល់រដូវចម្រូតទេឬអី You know, Jesus said, no, not 4. Look at now, the harvest is ready. អត់ទេខ្ញុំប្រាប់អ្នករាល់គ្នាថាចូលងើបឡើងមើលទៅឯស្រែមើលត្បិតមានក្រហមរមើមច្រូតហើយ In other words, not 4 more months. ដូច្នេះមានន័យថាអត់មានចាំ4ខែទៀតចាំអាទិត្យទៀត2អាទិត្យទៀតអត់ទេ Right now is the harvest មាន time. ន័យថាឥឡូវនេះពេលនេះគឺជាពេលវេលានៃទីច្រូតកាត់ហើយ People around now, they need Jesus. ដូច្នេះមនុស្សនៅជុំវិញយើងពួកគេពិតជាត្រូវការព្រះយេស៊ូវត្រូវការព្រះពិតនៅក្នុងជីវិត They របស់គេ need the salvation of God. គេត្រូវការសេចក្តីសង្គ្រោះនៅក្នុងជីវិតរបស់ផងគេ We មិនចឹង need គេ to គឺ ask ជួប God បញ្ to ហា open our eyes to see. ដូច្នេះយើងត្រូវតែបើកភ្នែករបស់ផងយើងឲ្យយើងមើលឃើញច្បាស់ Not 4 more months. អត់មានចាំដល់4ខែទៀតទេ Now is the time ឥ to ឡូវ preach នេះ the គឺជា gospel. ពេលវេលានៃការផ្សាយដំណឹងល្អ Amen. អេមែន Maybe you say, oh, Pastor, what urgent about ហើយ it? ប្រហែលជាយើងថាលោកគ្រូតើលោកគ្រូគិតថាបញ្ញាប់ឲ្យលឿនមិនទាន់ហ្នឹងមិនទាន់យ៉ាងម៉េច Jesus has given us the great commission for 2,000 ដូ years. ច្នេះព្រះអង្គបានប្រទានឲ្យមហាបេសកកម្មនេះអស់រយៈពេល 2000 ឆ្នាំមកហើយ Why so urgent about it? ហេតុអីបានជាបញ្ញាប់ម៉េះលោកគ្រូ I always say just like playing football game, you ហើយដូចជា know. ខ្ញុំតែងតែនិយាយថាដូចជាការយើងលេងគេហៅថាលេងបាល់ទាត់ចឹង I don't know, have you ever watching or playing បង football ប្អូន game? ដែលមើលគេលេងបាល់ទាត់នៅទីនេះធ្លាប់មើលគេលេងបាល់ទាត់អត់ Let me ask you, were you playing the football game? ឥឡូវខ្ញុំសូមសួរលោកអ្នកបងប្អូននៅពេលដែលយើងចាប់ផ្ដើមលេងបាល់ទាត់ Is it the same when you playing the first 2 minutes and the last 2 minutes? តើអា2នាទីលេងដំបូងហើយអា2នាទីចុងក្រោយវាដូចគ្នាឬក៏យ៉ាងម៉េច It's not the same. អត់ដូចគ្នាមែនអត់ When you playing the first 2 minutes, នៅពេលដែលយើងលេង2នាទីដំបូង you are very relaxed. យើងលេងដូចយើងសម្រាធម្មតាលេងសើចបោះទៅ Take បោះ your មក time. តាមអីទេតាមបោះទៅបោះមកបោះទៅបោះមក Even you lose a point or not or ទោះ 2, បីចាញ់ឬក៏ឈ្នះឬក៏គេទាត់ចូលមួយឬក៏ពីរអត់បញ្ហា it's okay. អត់អីទេ It's a lot of time. ពីព្រោះនៅពេលវេលាវែងទៀត But when you playing the last 2 minutes, ប៉ុន្តែបងប្អូនចាំទេនៅពេលអានាទីចុងក្រោយ2នាទីចុងក្រោយ oh, you need to give it all. មានថាបងប្អូនដាក់ទាំងចិត្តដាក់ទាំងកាយអស់ហើយកម្លាំងប៉ុណ្ណាក៏បញ្ជូនមកអស់ដែរ No matter how tired you ទោះបី are, អស់កម្លាំងប៉ុណ្ណាក៏ត្រូវ how តែបញ្ចេញ painful you are, ទោះបីឈឺចាប់ផ្លាស់ក្រិចត្រង់ណាក៏ប្រឹងដែរ you give everything you have to the game. មានន័យថាយើងប្រឹងប្រែងយ៉ាងម៉េចធ្វើយ៉ាងម៉េចគឺដាក់ថាម៉េចលើកឲ្យឈ្នះ Because this is a deciding moment of នេះ winning គឺ or ជា lose. ពេលវេលាមួយនៃបញ្ញាពេលវេលាបន្ទាន់ពេលវេលាត្រូវតែបញ្ញាមែនតើ Amen. អេមែន And let me tell you, today we are living in the
last 2 minutes of the kingdom harvest time. ដូច្នេះខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនសប្តាហ៍ថ្ងៃនេះយើងកំពុងតែរស់នៅនាទីចុងក្រោយថ្ងៃចុងក្រោយនៃដែលព្រះអង្គទៅយាងមក In the last 2 minutes, គឺពេលវេលានៅមិនយូរទេ no matter how tired we are, ទោះបីយើងអស់កម្លាំងប៉ុណ្ណាយើងធុញប៉ុណ្ណាយើងនឿ how យណាស់យ៉ាងណា pain we have, យើងឈឺចាប់ប៉ុណ្ណាក៏ដោយ this is the last 2 minutes. ប៉ុន្តែនេះគឺជាពេល2នាទីចុងក្រោយ We ហើយ need to give it all to the kingdom of ដូច្នេះយើង God ត្រូវតែឲ្យទៅថ្វាយអ្វីៗទាំងអស់ទៅកាន់នគររបស់ព្រះ to preach the gospel. ដើម្បីផ្សាយដំណឹងល្អនាំដំណឹងល្អទៅកាន់មនុស្សដែលគេអត់ទាន់ស្គាល់ Amen. អេមែន Of course, I know you will say what you will say. ខ្ញុំដឹងថាលោកអ្នកបងប្អូននឹងនិយាយអ្វីបងប្អូននឹងឆ្លើយយ៉ាងម៉េច You will say, "Oh, great, Pastor, then you go." អូប្រហែលជាលោកអ្នកបងប្អូនថាអូល្អណាស់លោកគ្រូល្អណាស់លោកគ្រូទៅខ្លួនឯងទៅ Yes, very urgent, very បាទ urgent. យើងបញ្ញាប់ណាស់យើងបញ្ញាប់ណាស់ You should go. បាទអ្នកគួរតែទៅខ្លួនឯងហើយ No. អត់ទេ The Great Commission is for every believer. ដូច្នេះត្រូវចាំថាមហាបេសកកម្មគឺសម្រាប់យើងទាំងអស់គ្នាជាអ្នកជឿព្រះអង្គយើងទាំងអស់គ្នាអេមែន Amen. Say to one another, the Great Commission is for you. ដូច្នេះសូមនិយាយទៅកាន់អ្នកជិតខាងយើងថាមហាបេសកកម្មគឺសម្រាប់អ្នកមហាបេសកកម្មគឺសម្រាប់អ្នកអត់មានសម្រាប់អ្នកចង្អុលដាក់គេទេគឺសម្រាប់អ្នក Hallelujah. ហាឡេលូយ៉ា If you look at the early day church, សូមសម្លឹងមើលទៅពួកជំនុំជំនាន់មុន you know the reason for early day church to grow so fast យើងឃើញហេតុផលដែលពួកជំនុំជំនាន់មុនគេរីកចម្រើនលឿន is not because the apostles. មិនមែនដោយសារតែពួកសាវករបស់ព្រះនោះទេ It's because all the believers. ប៉ុន្តែដោយសារតែអស់អ្នកជឿព្រះអង្គទាំងអស់ហ្នឹងគេធ្វើការងារទាំងអស់គ្នា When the great persecution come to the church in Jerusalem, នៅពេលដែលការបៀតបៀនកើតមានឡើងខ្លាំងនៅក្នុងទីក្រុងយេរូសាឡិម Scripture said all the disciples, all the believers scatter. ដូច្នេះព្រះគម្ពីរបានប្រាប់ថាគ្រប់ទាំងអ្នកជឿទាំងអស់បានបែកខ្ញែកគ្នាទៅនេះតិចទៅនោះតិចគ្រប់ទីកន្លែងទាំងអស់ What were they doing when they scatter? តើពេលដែលគេបែកចែកទៅកន្លែងផ្សេងពីគ្នាគេធ្វើការងារបានច្រើន Scripture said they preach the gospel. ព្រះគម្ពីរបានប្រាប់ថាពួកគេផ្សាយដំណឹងល្អទៅកាន់មនុស្សជាច្រើន No matter believer where they go, they preach the gospel. មិនថាគេទៅដល់ទីណាទៅទីកន្លែងណាទៅកន្លែងធ្វើការកន្លែងណាគឺគេមានឱកាសផ្សាយដំណឹងល្អទាំងអស់ And a lot of the church in the early day church is built by the believers, ដូច្នេះ not គ្រប់ by the ទាំងពួក apostles. ជំនុំទាំងអស់គឺបានរីកចម្រើនខ្លាំងក្លាដោយសារតែអ្នកជឿមិនមែនដោយសាវកព្រះអង្គនោះទេ Amen. អេមែន That's why Jesus said, "Kingdom of heaven just like leaven." ដូច្នេះហើយបានជានៅក្នុងអាណាចក្ររបស់ផងព្រះអង្គគឺដូចជាដំបែ You know, even though I don't cook, ទោះបីជាខ្ញុំអត់មែនអ្នកចម្អិន I know the function of leaven. តែខ្ញុំដឹងថាមុខងារនៃមេដំបែវាធ្វើការយ៉ាងម៉េច You want to make a bread or cake, ដើម្បីយើងធ្វើនំប៉័ងឬក៏នំប៉័ងអីមួយ you need to put the leaven into the យើង dough ត្រូវតែដាក់មេដំបែចូលទៅក្នុងម្សៅមែនអត់ so that dough can rise up ដើម្បីឲ្យនំប៉័ងម្សៅនឹងឯងវាបានដល់ធំឡើង and you can make a cake or a bread. ដើម្បីឲ្យយើងអាចបង្កើតទៅជានំហើយគឺនំមួយដ៏ឆ្ងាញ់ But in order for the leaven to be function, ប៉ុន្តែដើម្បីឲ្យមុខងារមេដំបែនឹងវាធ្វើការបាន the leaven need to into the world, ដូច្នេះមានន័យថាមេដំបែនឹងវាទៅចូលទៅក្នុងពិភពលោក not outside. មិនមែននៅខាងក្រៅទេវាទៅចូលទៅក្នុងម្សៅចូលទៅក្នុង The same way God is sending each one of us into the world. ដូច្នេះលោកអ្នកបងប្អូនដូចគ្នាផងដែរព្រះអង្គបានបញ្ជូនយើងចូលទៅក្នុងពិភពលោកចូលទៅក្នុងលោកីយ៍នេះ Into our situation, ចូលទៅក្នុងស្ថានភាពរបស់យើង not to imitate the world, មិនយើងចូលមកដើម្បីធ្វើតាមលោកីយ៍ទេ but live out the life of Christ ប៉ុន្តែសូមនាំយកជីវិតនៃព្រះយេស៊ូវគ្រីស្ទទៅធ្វើជាគំរូដល់លោកី so យ៍ that វិញ we can make an impact in the world. ដើម្បីឲ្យយើងជាម្នាក់ដែលប៉ះពាល់ចេះអតិពលទៅកាន់លោកីយ៍ទាំងមូលនេះបាន Amen. អេមែន In the last day, God is raising up an army of mission. ដូច្នេះថ្ងៃចុងក្រោយគឺព្រះអង្គនឹងជ្រើសរើសកងទ័ពនៃបេសកកម្មព្រះអង្គឲ្យកើតមានឡើង Amen. Amen. Hallelujah. ហាឡេលូយ៉ា Brothers, I don't know, can you see in your spirit? តើខ្ញុំមិនដឹងថាលោកអ្នកតាបងប្អូនអាចមើលឃើញដោយវិញ្ញាណដែរឬទេ In the last days, God is raising up an army. នៅថ្ងៃចុងក្រោយព្រះអង្គនឹងជ្រើសរើសកងទ័ពរបស់ព្រះអង្គឲ្យមានច្រើនឡើង Can you see this army? តើយើងអាចមើលឃើញកងទ័ពនេះដែរឬអត់ Amen. Amen. Can you see yourself in this army? តើយើងអាចមើលឃើញខ្លួនឯងថាខ្លួនឯងជាកងទ័ពនៅក្នុងក្រុមកងទ័ពនេះដែរឬអត់ Hallelujah. ហាឡេលូយ៉ា I can see here we have the army of Cambodia. ដូច្នេះខ្ញុំមើលឃើញនៅទីនេះគឺជាកងទ័ពនៃប្រទេសកម្ពុជាយើង Wave your hand, you have the army of បើសិនជាលោកអ្នកបងប្អូ Cambodia. នថាខ្លួនឯងជាកងទ័ពនៃ Are you an ប្រទេសកម្ពុជា army of សូមលើកដៃឡើង Cambodia? លើកដៃឡើង
Those people are not Huh? from Cambodia. បាទ You're not from Cambodia. អត់យើងជាជនជាតិកម្ពុជាមែនបើជនជាតិកម្ពុជាលើកដៃឡើង Wave your hand. Your army of Cambodia. តើយើងជាកងទ័ពនៃប្រទេសកម្ពុជាមែន Hallelujah We have army of តើ Philippines. យើងជាកងទ័ពនៃប្រទេសហ្វីលីពីន We have ទា army ហាន from របស់ព្រះបាទ Myanmar. ភូមិ We have army from India. យើងកងទ័ពនៃប្រទេសឥណ្ឌា We have army from United យើង States. ជាកងទ័ពនៅប្រទេសសហរដ្ឋអាមេរិក I'm not kidding. Can you see? តើយើងអាចមើលឃើញដែរទេ If you cannot see, then your spirit is dead. បើសិនជាយើងអត់ចេះមើលឃើញទេវិញ្ញាណរបស់ផងយើងនឹងស្លាប់ But when you see it, ប៉ុន្តែនៅពេលដែលយើងលោកអ្នកបងប្អូនចេះមើលឃើ the ញ spirit come alive. ដូច្នេះវិញ្ញាណរបស់ផងយើងនឹងរស់ឡើង Then you know when I honor that we can be part of God's glorious ហើយ plan. យើងចាប់ផ្ដើមនឹងដឹងថាអំណាចចេះស្លាប់របស់ព្រះអង្គនឹងធ្វើការនៅក្នុងជីវិតរបស់ផងយើង When I honor that we can be part of God's army. តើអ្វីទៅជាកងទ័ពដែលជាផ្នែកនៃកងទ័ពរបស់ផងព្រះគឺយ៉ាងម៉េចទៅ We can partner with God to advance the kingdom of God. ដូច្នេះដើម្បីឲ្យថ្នាក់ជាកងទ័ពដើម្បីដឹកនាំអាណាចក្ររបស់ផងព្រះអង្គបាន Amen. Amen. Hallelujah. Glory Hallelujah to សូម God. ថ្វាយទៅរឿងដល់ព្រះនៃយើ Are ង you excited? តើយើងបងប្អូនរំភើបបាទ Amen. Let's all stand up សូមទាំងអស់គ្នា together. បានក្រោកឈរឡើង Hallelujah. Let's បានជា pray. ក្រោកឈរឡើង Hallelujah Hallelujah. Let ask God to open our ដូ eyes ច្នេះសូមឲ្យព្រះអង្គបានបើកភ្នែកយើងទាំងអស់គ្នាឡើង that we can see that army is raising up. ដើម្បីឲ្យយើងឃើញកងទ័ពរបស់ផងព្រះអង្គត្រូវបាន An ងើបឡើង army is raising up. គឺកងទ័ពព្រះអង្គត្រូវបានងើបឡើង Hallelujah. Pray for your nation. សូមសរសើរដំកើងរដល់ Pray for សូមប្រទេស yourself. របស់ផងយើង That you are the part of the army of ដើម្បីឲ្យយើង God. ទាំងអស់គ្នាខ្លាចជាទ័ពរបស់ផងព្រះអង្គ Let us be ready, be សូមឲ្យយើងបានត្រៀម prepared. ខ្លួនសម្បត្តិភ្នែកឡើង God is raising up an army សូម of បានភ្នែក praise. ឡើងព្រះអង្គបានជ្រើសរើសកងទ័ពព្រះអង្គឡើង Army of prayer. គឺជាកងទ័ពនៃការអធិដ្ឋាន Army of mission. គឺបេសកកម្មកងទ័ពនៃបេសក Hallelujah. កម្ម Let's pray together. សូម Let's pray for your អធិដ្ឋាន nation. សម្បត្តិភ្នែក Pray ទាំងអស់ for គ្នា your សូមអធិដ្ឋាន nation. Hallelujah Pray for the អ kingdom ធិដ្ឋាន of សម្រាប់ God. ប្រទេសយើងសូមអធិដ្ឋានសម្រាប់ប្រទេសយើង Oh, អូ Hallelujah thank you, Lord. Thank you, Lord. អូ Hallelujah Oh, Jesus Thank you Lord Hallelujah Hallelujah. Hallelujah Hallelujah សូមឲ្យយើងបានបាត់ភ្នែកទាំងអស់គ្នាយើងបានលើកដៃឡើងអូ Hallelujah Jesus Thank you Jesus អូ Hallelujah Jesus Hallelujah អូ Hallelujah Oh Hallelujah Jesus Thank you Jesus Oh Hallelujah Jesus Oh Hallelujah Jesus Hallelujah. Hallelujah. Father, once again we come before អូ you. ព្រះយេស៊ូវយើងខ្ញុំសូមចូលមក We ចំពោះ cry ព្រះ out to យើ you. ងស្រែកស្រែកអំពាវនាវទៅកាន់ព្រះអង្គ We cry out for your យើងស្រែកព្រះអង្គ revival, សម្ដែ Lord. ងបានការផុសផុលឡើងវិញព្រះអង្គហើយ Revival to come to សូម our ឲ្យការផុសផុល nation. មកកាន់ប្រទេសរបស់យើង Come to our church. សូមមកកាន់ពុជជំនុំយើង Open the spiritual ព្រះអង្គ heaven. សូមបើកទ្វារឋានសួគ៌ចំហឡើង Send down your spirit. សូមឲ្យមានជុំវិញ្ញាណព្រះអង្គមក Build your army among សូម us. ឲ្យសាងសង់កងទ័ពនៅក្នុងចំណោមយើង An army of praise គឺជាកងទ័ពនៃការសរសើរ that we can experience your victory. ដើម្បីយើងបានទទួលបទពិសោធន៍នៃភាពជោគជ័យ An army of prayer គឺជាកងទ័ពនៃភាពអធិដ្ឋាន that will experience a សូម revival. ឲ្យវិញ្ញាណនៃការផុសផុល An army of mission គឺជាកងទ័ពនៃបេសកកម្ម that we can collaborate with you ដើម្បីយើងបានសហការ and ជាមួយ advance ព្រះ to the kingdom of ដើម្បី God លើកបណ្ណាអាណាចក្រព្រះអង្គ so ធ្វើ that ឡើង all nations can come to ដើម្បីឲ្យ you. ប្រជាជាតិបានមករកព្រះអង្គ Oh, we give all the glory to you, សូម oh ថ្វាយទៅ God. ដល់កាន់ព្រះអង្គព្រះអង្គអើយ Hallelujah Yes, Lord. អូយេសរសើរព្រះ May អ your ង្គ kingdom come. សូមឲ្យអាណាចក្រព្រះអង្គបានមកដល់ May your will be done. សូមឲ្យបំណងផែនទីរបស់ព្រះអង្គបានសម្រេច Hallelujah. Hallelujah In Jesus' mighty អូនៅ name. ក្នុងពនាមដ៏មានអំណាចចេស្តាគឺពនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Amen. 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 Hallelujah. Give glory to God. អូ Hallelujah Yes Lord Amen. ចាស់គំរោះសូមឲ្យយើងបានស្រីជ្រីជំរាបស្លាយតជាមួយនឹង